កូនរៀនដល់ថ្នាក់បណ្ឌិតអនុបណ្ឌិតក៏ដោយតែបើកូនអត់មានសិលធម៌ទេគឺស្មើនឹង0នឹងគេមិនឲ្យតម្លៃកូនទេតែផ្ទុយទៅវិញបើកូនអត់សូវចេះដឹងអីទេតែកូនមានសិលធម៌ខ្ពស់ប្រហែលជាគេមើលឃើញអ្នកមានសិលធម៌ខ្ពស់ហើយអញ្ចឹងចាំបាច់ធៀបផ្សំធៀបចូលទាំង3នេះគឺចាំបាច់ត្រូវតែមានសម្រាប់ជីវិតរបស់កូនកូនហើយជីវិតកូននឹងភ្លឺស្វាងនៅពេលណាមួយមិនខានទេហើយមិនមែនភ្លឺតែខ្លួនឯងទេកូនកូននឹងអាចបំភ្លឺឲ្យអ្នកជុំវិញគ្រួសាររបស់កូនសង្គមរបស់កូននឹងទទួលបាននូវពន្លឺនោះហើយសេចក្តីសុខក្នុងសង្គមក៏កើតមានតាមរយៈការចេះដឹងនិងសុខភាពល្អរួមទាំងសិលធម៌របស់យើងដែលកើតចេញពីការគោរពប្រតិបត្តិ